ពុទ្ធមេមគ្គជនយើងធ្លាប់ស្គាល់ហើយអំពីព្រះនាមព្រះបាទធម្មមាសោកហើយទ្រង់មានព្រះអគ្គមហេសីមួយព្រះអង្គគឺព្រះនាមអសន្ធិមតា ដើមហេតុដែលនាំឲ្យព្រះនាងទទួលបាននៅព្រះនាមបែបហ្នឹងដោយសាររឿងរ៉ាវពីដើមកាលនោះព្រះបាទធម្មមាសោកទ្រង់ជាអ្នករកឃ្មុំទេហើយមានព្រះបច្ចេកពុទ្ធមួយព្រះអង្គនោះលោកមានដំបៅហើយព្រះបច្ចេកពុទ្ធមួយអង្គទៀតបានដើរបិណ្ឌបាតរកទឹកឃ្មុំហើយដើរបិណ្ឌតាមផ្សារតាមអីទៅជួបនាងទាសីនឹងឯងហើយនាងទាសីហ្នឹងក៏បង្ហាញលោកថានៅក្នុងផ្សារហ្នឹងបរិសម្នាក់ដែលជាអ្នករកឃ្មុំហ្នឹងលក់ទឹកឃ្មុំហើយនាងទាសីហ្នឹងក៏លើកដៃចង្អុលបង្ហាញព្រះបច្ចេកពុទ្ធណាដើម្បីឲ្យទៅដល់កន្លែងបិណ្ឌបាតទឹកឃ្មុំហ្នឹងហើយក្នុងចិត្តហ្នឹងតាំងទៀតថាប្រសិនបើបរោះដែលជាអ្នករកឃ្មុំហ្នឹងអត់ប្រកែកលោកទេសុខចិត្តថាខ្លួនឯងនោះព្រមធ្វើជាទាស័កបំរើកិច្ចការងារអញ្ចឹងទៅដើម្បីបានទឹកឃ្មុំហ្នឹងប្រកែកលោកហើយនាងហ្នឹងឈរមើលលោកនិមន្តទៅពេលដែលលោកនិមន្តទៅបរោះហ្នឹងកើតសេចក្តីជ្រះថ្លាបានប្រកែកព្រះបច្ចេកពុទ្ធរហូតដល់ឡើងពេញមួយបាតបរោះនោះបានប្រកែកលោកដោយសេចក្តីជ្រះថ្លាហើយតាំងអធិដ្ឋានថាកើតជាតិណាហ្នឹងសូមឲ្យមានឫទ្ធិទាំងលើដីទាំងក្រោមដីលើអាកាសហើយព្រះបច្ចេកពុទ្ធក៏លោកអនុមោទនាទៅតាមបំណងប្រាថ្នារបស់បរោះហ្នឹងនៅពេលដែលលោកនិមន្តចេញមកវិញនាងទាសីហ្នឹងក៏ពិតសួរលោកថាលោកម្ចាស់បិណ្ឌបាតបានទឹកឃ្មុំដែរឬទេព្រះបច្ចេកពុទ្ធហ្នឹងក៏លោកឆ្លើយទៅហើយថែមទាំងប្រាប់អំពីបំណងប្រាថ្នារបស់អ្នកលក់ទឹកឃ្មុំនឹងទៅទៀតនាងទាសីនឹងគ្រាន់តែលើបែបហ្នឹងក៏តាំងប្រាថ្នាដែរថាសូមឲ្យខ្លួននឹងក្លាយជាអគ្គមហេសីរបស់គេផងដោយអំណាចកម្មដែលបានបំពេញចំពោះព្រះអរិយបុគ្គលគឺបញ្ញទាននឹងបានផ្ដល់សម្បត្តិទៅតាមបំណងប្រាថ្នាមែនគឺបរោះដែលជាអ្នកលក់ទឹកឃ្មុំនឹងបានមកជាព្រះបាទធម្មមាសោកដែលលើកដំកើងពុទ្ធសាសនាយើងដ៏អស្ចារ្យហើយទ្រង់ជាពុទ្ធសាសនូបត្ថម្ភក្នុងសង្គាយនាទី3ព្រមទាំងរៀបចំធម្មទូតដើម្បីផ្សព្វផ្សាយពុទ្ធសាសនាឲ្យមកកាន់ដែនដីផ្សេងនៃជុំវិញពិភពលោកផងដែរចំណែកឯនាងទាសីដែលបង្ហាញផ្លូវចំពោះព្រះបច្ចេកពុទ្ធហ្នឹងគឺបានមកជាព្រះនាងអសន្ធិមតាហើយដែលឈ្មោះថាអសន្ធិមតាហ្នឹងដោយសារកែងដៃកែងជើងសន្លាក់ឯណានេះមួយរបស់ព្រះនាងហ្នឹងគឺមើលទៅអត់ដឹងថាកលៈអត់ដឹងថាផ្នត់នៅកន្លែងណាទេគឺស្មើគ្នារលស្អាតដូចទៀនអញ្ចឹងវាលែងតែព្រះនាងហ្នឹងត្រង់បត់ត្រង់អីអាហ្នឹងអាចមើលឃើញបានក៏ប៉ុន្តែបើធម្មតាទេគឺអត់ដឹងថាពហោះព្រះនាងឬក៏ប្របាទព្រះនាងហ្នឹងមានកលៈមានអីទេដោយសារបុណ្យដែលនិមិត្តមកហ្នឹងគឺស្មើស្អាតតែម្ដងនេះជាផលដែលជួយខ្នះខ្នែងក្នុងទានហើយអត់បានចំណាយអីសោះគ្រាន់តែខ្វល់ខ្វាយជួយចង្អុលបង្ហាញប៉ុណ្ណឹងហើយបានសម្បត្តិមកដល់មហាប្រសើរដែលជារូបសម្ផស្សមួយស្ត្រីគ្រប់គ្នាតែងតែប្រាថ្នាតែងតែចង់បានណាអញ្ចឹងនេះជាផល្លានិសង្ឃនៃទានឬក៏ការជួយខ្វល់ខ្វាយក្នុងទាន